ព្រះអង្គបត្រាទី4របស់ពួកយើងបានរកយកពនាងឈិញអើធ្វើជាព្រះជាយាឲ្យព្រះពរមិនបានទេព្រះបិតាហើយបានជាម្លាញ់ញ៉ាំលេងឈិញអើធ្វើជាព្រះរាជសន្និសីទរបស់ព្រះមេដាទេព្រោះតែហេតុនោះហើយទើបមិនបានម្ចាស់ស្ត្រីបានសាងកំហុសទើបឃុំនៅរាជដំណាក់ជើងរហូតដល់ស្លាប់ព្រះអង្គខ្ញុំម្ចាស់មិនដឹងថាម្ចាស់ស្ត្រីធ្វើអ្វីខុសបានជាដាក់ទោសត្រង់យ៉ាងនេះម្ចាស់ស្ត្រីចង់ដណ្ដើមបល្ល័ង្កយើងមិនសម្លាប់គេចាត់ទុកថាយើងនេះមានមេត្តាចំពោះគេណាស់ទៅហើយព្រះអង្គម្ចាស់ស្ត្រីបានទទួលការដាក់ទោសយ៉ាងធ្ងន់ធ្ងររួចហើយខ្ញុំទ្រង់កុំដាក់ទោសបត្រាទី3អីព្រះពរព្រះអង្គមានរាជអង្គការព្រះបត្រាទី3ហុងស៊ឺត្រូវដកតំណែងជាព្រះបត្រាមិនមែនជាមនុស្សក្នុងរាជវង្សទៀតទេព្រះបិតាទោះបីជាម្ចាស់បងទី3ធ្វើខុសពិតមែនតែទ្រង់មិនគួរណាទទួលទោសយ៉ាងធ្ងន់ធ្ងរយ៉ាងនេះទេសូមបិតាយោគយល់ផងក្សត្រត្រូវតែរើសយកនគរនិងរាជវាំងជាសម្ព័ន្ធភាពឪពុកនិងកូនបិទមិនចាំបាច់អង្វរជំនួសហុងស៊ឺជាដាច់ខាតម្យ៉ាងទៀតធីងអឺជាទីយាតត្រកូលអ៊ូឡានណាឡាហើយស្ថានភាពមួយនេះនាងមិនអាចចូលដំណាក់បុតបានជាដាច់ខាតព្រះបិតាអ្នកមិននាងឈិញអិននៅដំណាក់ឈៀងសៀងរហូតមកនាងមិនដឹងរឿងអ្វីនោះទេមិនអាចអូសពាក់ព័ន្ធជាមួយក្នុងរឿងនេះលើពីនេះទៅទៀតម្ចាស់បងទី3ក៏បដិសេធជាមួយនាងបើថ្ងៃនេះត្រូវបាត់បង់តំណែងទៀតនោះនាងគឺត្រូវទទួលរងគ្រោះជាងគេបុតកំពុងតែមានបន្ទូលដោះសារព្រះបិតាស្ដាប់យើងវិញការខុសឆ្គងរបស់ម្ចាស់ស្ត្រីមិនអាចប៉ះពាល់ដល់ត្រកូលរបស់អ្នកនាងឈិញអិនទេនាងគឺជាមនុស្សគ្រួសាររបស់ទ្រង់ហុងលីកុំធ្វើឲ្យព្រះបិតាខ្ញាំងលោកអាម៉ាត់ក្រាបទូលបញ្ជូនធីងអឺចេញពីវាំងទៅក្រាបទូលអ្នកនាងធីងអឺអញ្ជើញព្រះអង្គអ្នកនាងធីងអឺសូមប្រយ័ត្នពីសវណ្ណីផងម្ចាស់អង្គខ្ញុំទ្រង់យល់ដល់សម្ព័ន្ធភាព10ឆ្នាំកន្លងមករបស់ទ្រង់និងម្ចាស់អង្គខ្ញុំជួយសម្រាលទោសដល់គាត់ខ្ញុំម្ចាស់គ្មានវាសនាបាននៅបម្រើទ្រង់សូមទ្រង់ថែប្រកាយផងឈិញអិនលីបាត់កុំភ្លេចពីឋានៈខ្លួនព្រះអង្គថ្ងៃនេះជាថ្ងៃល្អក្នុងការជ្រើសរើសយកព្រះជាយាយើងគួរតែដំណើរការបន្តល្អទេព្រះពរហុងលីនៅហើយចុះពេលវេលាមកគល់កន្លងទៅហើយយើងយល់ថាហុងលីក៏ហត់ណាស់ដែរយើងចាំរើសនៅថ្ងៃក្រោយទៀតចុះសូមយាងដំណើរព្រះអង្គបើកទ្វារអ្នកនាងធីងអឺសូមទ្រង់ប្រញាប់បន្តិចទៅបើសិនជាទ្រង់នៅយូរទូលមកគុំច្បាស់ជាត្រូវដាក់ទោសអរគុណលោកអាម៉ាត់ហើយដែលបានជូនដំណើរខ្ញុំមកម្ចាស់អ៊ំម្ចាស់អ៊ំម្ចាស់អ៊ំឈិងអើធ្វើមកទីនេះយ៉ាងម៉េចហ្នឹងហាមកទីនេះយ៉ាងម៉េចឯងត្រូវដាក់ទោសដែរតែឯងត្រូវឃុំនៅទីនេះហីព្រះអង្គមានរាជបញ្ជាឲ្យខ្ញុំម្ចាស់ចេញពីរាជវាំងការពិតគឺបែបហ្នឹងទេហីឯងប្រញាប់ចេញពីវាំងទៅមិនចាំបាច់មកពីយើងទេខ្ញុំម្ចាស់នឹងរកវិធីសម្បត្តិដល់ព្រះអង្គសម្បត្តិមិនបានទេមិនដូច្នេះឯងត្រូវទទួលទោសព្រមទាំងតកូលអ៊ូទាំងអស់គ្នាទៀតឯងត្រឡប់ទៅវិញទៅហើយប្រាប់ទាំងអស់គ្នានៅក្នុងតកូលអ៊ូនោះអ្នកណាក៏ដោយហាមយំជាដាច់ខាតដើម្បីកុំឲ្យព្រះអង្គដាក់ទោសណាម្ចាស់អង្គឆាប់ទៅអ្នកនាងធីងអឺពេលនេះជិតពេលហើយប្រញាប់ទៅក្រាបទូលម្ចាស់អ៊ំត្រូវមើលថែប្រកាយឲ្យបានល្អខ្ញុំម្ចាស់នឹងរកវិធីមកជួបត្រង់ម្ដងទៀតឆាប់ទៅអ្នកនាងឆាប់ត្រឡប់ទៅវិញទៅមិនហើយប្រយ័ត្នខ្លួនផងណាព្រះបត្រាទី4